ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកជួបជាមួយនឹងបងដែលគាត់ដាំតកួននៅក្នុងដេប៉ូម៉ាក់អន្ទូរបស់យើងបាទជំរាបសួរបងបាទជំរាបសួរបងតកួននេះបើតាមរយៈពេលយើងដាំប៉ុន្មានហើយបងប្រើពេលប៉ុន្មាននេះរយៈពេលដែលវាដល់នេះយើងដាំប្រហែលជាមួយទឹកជាងហ្នឹងបងណាបងអាហ្នឹងប៉ុន្មានថ្ងៃទើបយើងអាចប្រមូលផលបានម្ដងបងនេះនិយាយចំទៅវាកាប់មួយអាទិត្យយើងមកផលបានមួយអាទិត្យអូមួយអាទិត្យយើងប្រមូលបានរហូតនេះបងណាបាទហើយយើងមកវិលជុំយើងកាត់ទៅមកបាទបងខ្ញុំមើលទៅតកួនឃើញល្អនេះបងបាទហើយតកួនយើងធម្មជាតិអូធម្មជាតិនេះបងបាទយកពូតកួននេះយកមកពីថៃពូតកួននេះនាំមកពីថៃនេះបងណាបាទហើយយើងដាំតាមធម្មជាតិយើងជីក៏ធម្មជាតិដែរជីធម្មជាតិហ្នឹងបងបាទតកួនមើលទៅឃើញខ្ចីល្អនេះបងបាទព្រោះតកួនយើងដាក់ទឹកទៅដល់កម្រិតវាចាប់ដើមត្រួយវាឡើងល្អបាទហើយទីផ្សារយើងក៏គេចូលចិត្តហូបតកួនហ្នឹងដែរព្រោះតកួនដើមយើងមើលទៅឃើញដើមថាថ្លល្អហ្នឹងបាទបងដើមมันថ្លោះល្អស្អាតទៀតមើលទៅឆ្ងាញ់ហើយស្រួយបងប្អូនតកួននេះស្រួយស្រាប់តកួននេះស្រួយល្អនេះសំខាន់គឺយើងដាំហ្នឹងយើងប្រើជីធម្មជាតិទៀតបាទយើងអត់ប្រើជីគីមីទេបងណាគីមីទេបាទអានេះល្អសម្រាប់សុខភាពបងប្អូនណាត្រូវការអីអាចតាក់ទងមកពួកខ្ញុំបានលេខទូរស័ព្ទពួកខ្ញុំនឹងបញ្ជាក់ឲ្យសម្រាប់តកួនដូចបងប្អូនឃើញអញ្ចឹងល្អបាទខ្ចីល្អស្រួយហើយបើនិយាយពីគុណភាពវិញនេះដូចបងប្អូនមើលតាឡៃនេះក៏ដាច់ឲ្យមើលបន្តិចបាននេះមើលតាដើមដឹងហើយបងប្អូនសស្គូហើយឆ្លោះល្អទៀតនេះតកួនណានិយាយពីភាពស្រួយរបស់វាវិញចឹងអាគេគាត់គាត់បាច់ប្រេះបែបនេះហ្នឹងល្អហ្មងហើយណាមួយយើងដាំដែលប្រើជីធម្មជាតិចឹងវាល្អសម្រាប់សុខភាពអត់មានប៉ះពាល់ដល់សុខភាពរបស់យើងទេជាក់ស្ដែងពួកខ្ញុំរាល់ថ្ងៃនេះក៏ញ៉ាំតកួនហ្នឹងដែរគាត់ចេះមកផុសហ្នឹងផុយហ្មងផុយលុះហ្មងតកួនធម្មជាតិល្អបាទហើយស្អាតកាត់ទៅល្អតកួននេះដើមឆ្លោះល្អហ្មងបាទហើយអត់មានជាតិជ័រមានអីដូចគេទេអត់មានជ័រនេះអត់មានជ័រទេបងឡើងស្រួយដូចបងគាត់បង្ហាញចឹងតកួនអត់មានជ័រទេបើតកួនខ្លះដាក់មកកាច់បាច់ជ័រយកបាទតកួនខ្លះកាច់មកជ័រតែតកួននេះអត់មានជ័រសម្រាប់ទីតាំងតកួនរបស់យើងគឺនៅក្នុងទីក្រុងខេត្តពោធិ៍សាត់នៅខាងអូស្ដៅបើសិនជាបងប្អូនត្រូវការតំណែងតំណងចង់បានតកួននេះបងប្អូនអាចតំណែងតំណងតាមលេខទូរស័ព្ទដែលពួកយើងនឹងបញ្ជាក់នៅខាងក្រោម comment បានពួកខ្ញុំនឹងដាក់បញ្ជាក់នៅខាងលើវីដេអូផងនៅខាងក្រោម comment ផងហើយនឹងដាក់ location ឲ្យបងប្អូនដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការមកមើលដល់ទីតាំងផ្ទាល់ឬក៏តាក់ទងកំងតាមពួកយើងផ្ទាល់ក៏បានដែរ Good the bye អរគុណ